រឿងនិទានអំពីតាម្នាក់ដែលឈ្មោះថាតាកំសត់រឿងនិទាននេះគឺជារឿងពិតកាលនៅក្នុងឆ្នាំ1988តាកំសត់គាត់បានធ្វើមរណកាលនៅក្នុងឆ្នាំ2014រឿងនិទាននេះជារឿងនិទានបែបអប់រំដែលខ្ញុំបានជួបជាក់ស្ដែងនិងបានឃើញជាក់ស្ដែងហើយនឹងតាកំសត់គាត់បានរៀបរាប់អំពីទុក្ខលំបាករបស់គាត់ប្រាប់មកដល់ខ្ញុំនិងឲ្យខ្ញុំជួយចែកជាចំណេះដឹងដើម្បីអប់រំកុមារដែលជាកូនជាចៅនៅពេលដែលឪពុកម្ដាយចាស់ជរាទៅត្រូវតែបីបាច់ថែរក្សាលោកតាកំសត់គាត់មានកូន7នាក់ស្រី4នាក់ប្រុស3នាក់នៅពេលដែលវ័យកុមារតាកំសត់គាត់បានបាត់បង់ភរិយាហើយកូនរបស់គាត់នៅវ័យកុមារទាំងអស់គ្នាតាកំសត់គាត់បានចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីអស់រយៈពេលជាយូរខែយូរឆ្នាំរហូតដល់កូនកំឡំក្រមុំរៀងខ្លួនទើបរៀបចំឲ្យមានគូសកលនិងចែកទ្រព្យសម្បត្តិមួយអ្នកមួយផ្នែកទៅតាមលទ្ធភាពរបស់គាត់ហើយលោកតាកំសត់គាត់បានមកស្នាក់នៅក្នុងវត្តធ្វើជាកូនសិស្សលោកនៅពេលដែលកូនគាត់គ្រប់គ្នាមានប្តីប្រពន្ធមានកូនរួមទាំងមានចៅតទៅទៀតគាត់បានស្លាប់នៅអាយុរបស់គាត់គឺ85ឆ្នាំហើយគាត់បានមកធ្វើកូនសិស្សលោកដើម្បីបម្រើនៅប្រសង់ដើម្បីយកនៅបុណ្យកុសលនៅពេលដែលគាត់នៅមានកម្លាំងកាយនិងកម្លាំងចិត្តគាត់ស្នាក់នៅវត្តអស់រយៈពេល10ឆ្នាំនៅថ្ងៃមួយរោគជាធីបចាស់ជរារបស់គាត់ក៏បានជ្រៀតចូលមកធ្វើឲ្យគាត់លែងមានកម្លាំងកាយក៏គាត់បានទៅផ្ទះដើម្បីឲ្យកូនរបស់គាត់និងចៅរបស់គាត់ជួយមើលថែជំងឺរបស់គាត់តាកំសត់ឈ្មោះគាត់គឺតាកំសត់ជីវភាពរបស់គាត់ជីវិតរបស់គាត់ជួបតែរឿងកំសត់ទៀតនៅពេលដែលគាត់ឈឺមិនថាកូនប្រុសស្រីមិនថាចៅគឺមិនដែលបានទៅអើតមើលគាត់បានធ្វើនៅកន្ទោងដ៏តូចមួយសម្រាប់គាត់ស្នាក់នៅមិនមានកូនពុំមានចៅដើម្បីទៅមើលគាត់បន្តិចសោះឡើយគឺទិញតែថ្នាំហើយនឹងផ្ដល់នៅចំណីអាហារម្ហូបដល់គាត់តាកំសត់គាត់បានឈឺងើបមករួចក៏បន្តបងដែលហៅថាជុះអាចជុះនោមដាក់នៅកន្លែងដែលគាត់ដេកពីព្រោះខ្ទមដែលសាងសង់ឡើងនោះរនាបក្រែគឺធ្វើជាអំពីឫស្សីក៏មានប្រហោងសម្រាប់បន្តលិមួកបន្តទឹកនោមដាក់ទៅខាងក្រោមធ្វើឲ្យបរិយាកាសខ្ទមរបស់គាត់ធំក្លិនឆ្អាបទៅដោយលិមួកឆ្អាបទៅដោយទឹកនោមដែលគាត់បានបន្តបងជារៀងរាល់ថ្ងៃពីព្រោះហេតុអ្វីគឺដោយសារកូនប្រុសស្រីរបស់គាត់ចៅរបស់គាត់មិនបានខ្វល់ខ្វាយអំពីតាកំសត់ឡើយគឺទុកតែតាកំសត់មិនអើពើតាកំសត់កូនប្រុសស្រីគឺលេងល្បែងសើចសប្បាយរីករាយទៅវិញជាធម្មតាមនុស្សចាស់មិនថាមនុស្សចាស់មិនថាកូនក្មេងឡើយ
នៅពេលដែលរោគមកបៀតបៀនគឺពុំមានអ្នកថែតែងតែរស់មិនបានយូរឡើយតាកំសត់គប់ហូតមិនបានសម្រានក៏មិនលូតនឹកខ្លោចចិត្តកូនគាត់មានដ៏ច្រើនប៉ុន្តែពុំមានកូនចៅណាមួយអើតពើនឹងមើលថែគាត់ឡើយប៉ុន្តែលោកតាកំសត់មិនបានស្ដីបន្ទោសមិនបានដាក់បណ្ដាសាមិនបានខឹងក្រោធទៅដល់កូនចៅឡើយគឺមានតែជូននៅពរអង្វរដល់ទេវតាឲ្យកូនរបស់គាត់រស់នៅបានស្រួលគាត់សុខចិត្តពិបាកពុំមានដូចជាសុភាសិតមួយឈើបៀមទុកលះទុកមនុស្សបៀមទុកប្រហាស្លាប់ផ្លូវអ្វីគឺស្រួលទាំងអស់ផ្លូវអ្វីដែលពិបាកគឺអាចកសាងបានប៉ុន្តែផ្លូវចិត្តនេះបើបាក់ស្រាប់ហើយគឺมันអាចសើរើវិញបានឡើយគឺมันអាចឲ្យរឹងមាំបានឡើយមិនថាមនុស្សចាស់នៅពេលដែលគាត់ឈឺថ្នាំឬក៏ម្ហូបអាហារបងអែមហូបបានបន្តិចបន្តួចក៏អាចបន្តរស់រានមានជីវិតផងដែរប៉ុន្តែបើមនុស្សបៀមទុកមួយថ្ងៃមួយយប់ពីរថ្ងៃរហូតដល់យប់ពីព្រះអាទិត្យរះដល់ព្រះអាទិត្យរិចគឺដេកតែបៀមទុកគឺដេកតែគិតអំពីទុកប្រកបណាស់មនុស្សនោះនឹងច្បាស់ជាស្លាប់ជាក់ជាមិនខាននៅថ្ងៃមួយលោកតាកំសត់កូនចៅរបស់គេឃើញលោកតាកំសត់កាន់តែធ្ងន់ឡើងដាច់បាយដាច់ទឹកក៏បាននិមន្តប្រសង់ដើម្បីធ្វើបុណ្យសង្ឃទានទៅឲ្យដល់លោកតាកំសត់ប៉ុន្តែកូនចៅមានផ្ទះធំស្របែងធំសំសួននៅពេលដែលនិមន្តប្រសង់មកនោះគឺរៀបចំលោកតាកំសត់នៅខ្ទមរបស់គាត់យ៉ាងតូចហើយនិមន្តប្រសង់ធ្វើសង្ឃទានទឹកប្រភៈរបស់ព្រះសង្ឃពិតជាអាណិតអាសូរលោកតាកំសត់ជាពុនពេកហើយព្រះសង្ឃក៏បានក្អួតចំអោដោយសារតែនៅខាងក្រោមព្រះសង្ឃពោពេញទៅដោយលាមករបស់លោកតាកំសត់ដោយអព្យាស្រ័យរបស់ព្រះសង្ឃទើបទទួលទានចង្ហាន់រហូតដល់សូត្រធម៌ដើម្បីចម្រើននៅអាយុវឌ្ឍនៈឲ្យលោកតាកំសត់រស់រានមានជីវិតបន្តទៀតដើម្បីបញ្ជានៅចង្រៃវិបៀតមកបៀតបៀនលោកតាកំសត់ប៉ុន្តែលោកតាកំសត់គាត់បៀតទុកយូរណាស់មកហើយដោយពុំមានកូនចៅគក់ច្របាច់ថ្នាក់ថ្នមថែលួងលោមនិយាយលេងសើចឡើយសូម្បីតែកូនសូម្បីតែចៅសូម្បីតែចៅទួតក៏ពុំសូវក្បែរគាត់ឡើយមួយនាក់បានតែបង្ហោះថានឹកតាណាស់នឹកលោកតាណាស់នឹកឪពុកណាស់ប៉ុន្តែរូបភាពទាំងអស់នេះជារូបភាពខ្លាញ់បន្លំជារូបភាពមិនមែនជាទឹកចិត្តជារូបភាពដើម្បីឲ្យគេសរសើរពេលនៅក្បែរបង្ហោះឲ្យគេដឹងថាជាកូនកតញ្ញូជាចៅកតញ្ញូជាចៅទូតកតញ្ញូដែលមើលថែតាដែលមើលថែតាទូតដែលមើលថែឪពុកដើម្បីឲ្យអ្នកចិត្តខាងមើលគឺសុំសួនល្អណាស់ប៉ុន្តែទាំងអស់នេះមិនមែនជារឿងពិតឡើយលោកតាកំសត់គឺគាត់ស្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃគាត់ពិបាកចិត្តជារៀងរាល់ថ្ងៃស្ទើរតែធ្វើអត្តឃាតទៅចោលកូនទៅចោលតាទៅចោលចៅលួតជារៀងរាល់ថ្ងៃប៉ុន្តែដោយសារការស្រឡាញ់អាយុការនឹកចង់នៅជាមួយនឹងកូនការនឹកចង់រស់នៅជាមួយនឹងចៅការចង់ឃើញមុខភ័ក្រ
របស់ចៅទួតតទៅមុខទៀតលោកតាកំសត់ព្យាយាមប្រឆាំងទៅនឹងជំងឺព្យាយាមប្រឆាំងទៅនឹងមច្ចុរាជព្យាយាមពិសានៅចំណីព្យាយាមប្រឹងប្រែងហូបនៅថ្នាំឱសថដែលឱសថខ្មែររបស់យើងគាត់ព្យាយាមដើម្បីនៅបន្តជីវិតតទៅទៀតព្រោះគាត់នៅតែស្រឡាញ់ទៅដល់ក្រុមគ្រួសាររបស់គាត់តែងតែនឹកទៅដល់ប្រពន្ធរបស់គាត់កាលពីប្រពន្ធគាត់នៅមានជីវិតតែងតែសើចសប្បាយជាមួយទៅនឹងកូនជាមួយទៅនឹងប្រពន្ធរបស់គាត់កាលពីតូចកូននឹកដល់ឪពុកម្ដាយដល់ពេលធំការមានប្រពន្ធមានកូនបែរជាកូនប្រុសស្រីទាំងឡាយនឿយណាយទៅនឹងគាត់តើមូលហេតុអ្វីគ្រាន់ជាបាយមួយកំពះកូនឡើង7នាក់មិនអាចមើលឪពុកម្ដាយរស់កូនឡើងកកមិនអាចយកឪពុកម្ដាយទៅពេទ្យកូនមានផ្ទះស្រណុកធំហេតុអ្វីមិនអាចឲ្យឪពុករស់នៅដោយពឹងទៅលើផ្ទះរបស់កូនមួយនាក់ម្ដងមកកើតតើលោកតាកំសត់អាចនៅជាមួយយើងបានរាប់ឆ្នាំឬតើឪពុកអាចនៅជាមួយយើងរហូតទៅដល់អស់មួយជីវិតរបស់យើងឬចម្លើយនោះគឺមិនអាចទេគាត់អាចរស់នៅជាមួយយើងរយៈពេលតែ5ឆ្នាំរយៈពេលតែ6ឆ្នាំរយៈពេលតែ10ឆ្នាំឬក៏20ឆ្នាំប៉ុណ្ណោះគាត់នឹងលាចាកលោកនេះទៅកាន់លោកខាងមុខគាត់នឹងមិនអាចត្រឡប់មកមើលមុខកូនមិនអាចមកមើលមុខចៅមិនអាចមកមើលមុខចៅទួតបានឡើយកូនប្រុសស្រីទាំងឡាយអើយគួរតែចាំជាក់នៅក្នុងចិត្តនៅពេលដែលឪពុកម្ដាយរបស់យើងគាត់ចាស់ជរាមិនអាចធ្វើការងារបានយើងគួរតែណាស់តែនឹកដល់គុណរបស់គាត់ធ្លាប់បីបាច់ថែរក្សាយើងធ្លាប់ចិញ្ចឹមយើងធ្លាប់ចែកទ្រព្យសម្បត្តិមកឲ្យយើងណាស់ហើយកូនប្រុសស្រីទាំងឡាយអើយគេថាស្លឹកឈើមិនឆ្ងាយពីគល់ជ្រុះមិនឆ្ងាយពីគល់បើកូនប្រុសស្រីទាំងឡាយធ្វើដាក់ទៅដល់លោកឪពុកដូចជាកូនប្រុសស្រីរបស់លោកតាកំសត់នៅពេលដែលលោកតាកំសត់ឈឺកូនប្រុសស្រីគឺធ្វើនៅគុណធ្វើការនៅតបគុណរបស់គាត់មើលថែហៅពេទ្យយកគាត់ទៅនៅកន្លែងដ៏ល្អកន្លែងដែលមានអនាម័យដល់ពេលកូនរបស់យើងឃើញថាអូឪពុកអញអូម្ដាយអញពេលដែលតាអញចាស់ជរាទៅឈឺស្កាត់យប់លប់គាត់នឹងមើលថែបីបាច់ថែរក្សាហៅពេទ្យយកទៅពេទ្យទិញនៅម្ហូបអាហារដែលឆ្ងាញ់ពិសាជូនដល់គាត់នៅពេលដែលឪពុកម្ដាយអញចាស់ទៅអញនឹងធ្វើដូច្នោះអញ្ចឹងហើយទៅថាគុណសងដោយគុណអ្នកមុនធ្វើយ៉ាងម៉េចអ្នកក្រោយនឹងតបស្នងគុណមកវិញចំណែកលោកតាកំសត់វិញនៅពេលដែលកូនធ្វើអញ្ចឹងនៅពេលដែលកូនរបស់លោកតាកំសត់មិនទាន់មានវ័យជ្រេនៅឡើយនៅពេលដែលគាត់ធ្លាក់ខ្លួនឈឺនោះកូនរបស់គាត់មិនអើពើគាត់ដូចជាការគាត់មិនអើពើឪពុករបស់គាត់អញ្ចឹងដែររឿងរ៉ាវនេះជារឿងរ៉ាវពិតជារឿងរ៉ាវមិនប្រឌិតជារឿងរ៉ាវដែលជាក់ស្ដែងការលោកតាកំសត់នៅវត្តគាត់បានរៀបរាប់ប្រាប់ឬក៏ញាតិជិតខាងដែលនៅជាប់ព័ទ្ធជុំវិញរបងផ្ទះគឺឃើញតែភាពជាក់ស្ដែងនៅពេលដែលលោកតាកំសត់គាត់បានធ្វើមរណកាលនោះគាត់បានឈឺចាប់ប៉ុន្តែគាត់មិនបានស្អប់ខ្ពើមមិនបានដាក់ប្រដាសាកូនប្រុសស្រីឡើយមិនបានស្ដីបន្ទោសចៅប្រុសស្រីឡើយមិនបានខឹងក្រោធចៅទូតចៅលួតចៅលារបស់គាត់ឡើយគាត់ទៅដោយស្ងប់ចិត្តគាត់ទៅដោយមិនបានលាដល់កូនចៅគ្រប់គ្នាហើយកូនចៅរបស់គាត់នៅពេលដែលគាត់លាចាស់លោកនោះកូនចៅមួយនាក់តែងតែបង្ហោះស្រែកយំទ្រហោយំនៅមុខក្តាមបញ្ឈុះរបស់គាត់
នៅពេលដែលគេដង្ហែយកមកបូជានៅទីវត្តកូនចៅប្រុសស្រីទាំងឡាយតែងតែឃើញតែងតែយំស្រែកបោកខ្លួនបោកប្រាណនៅមុខក្តារមឈូសរបស់គាត់ស្រែកថាសោកស្ដាយណាស់ហេតុអ្វីទើបឪពុកទៅចោលកូនគ្រប់គ្នាហេតុអ្វីមិនស្រណោះចៅទួតមិនស្រណោះចៅទេឬបានលោកតាទៅចោលបានលោកឪពុកទៅចោលកូនប្រុសស្រីទាំងយ៉ាងនេះហើយគាត់បានបង្ហោះនៅតាមប្រព័ន្ធ Facebook ដោយរៀបរាប់អំពីទុក្ខលំបាករបស់គាត់ប៉ុន្តែទាំងអស់នេះគ្រាន់ជាការសម្ដែងគ្រាន់ជាការដើម្បីឲ្យគេដឹងឲ្យញៀនឲ្យអ្នកដតីឲ្យអ្នកនៅខាងក្រៅខាងក្នុងឃើញថាគាត់ពិតជាកតញ្ញូកតវេទីប៉ុន្តែទាំងអស់នេះបែរជាคล้ายមិនពិតមិនទៀងបោកបញ្ឆោតទាំងអស់អ្នកដែលស្ដាប់នៅក្នុងការអប់រំរបស់រឿងលោកតាកំសត់នេះគឺជារឿងពិតហើយអ្នកទាំងអស់គ្នាយកទៅពិចារណាចុះដើម្បីជាគតិនៅក្នុងការអប់រំព្រោះរឿងរ៉ាវនេះជាគតិល្អជាការអប់រំល្អជាមេរៀនសម្រាប់ជីវិតដូចមានតាចាស់ចំនួនព្រះពុទ្ធអូវាទដែលព្រះអង្គឲ្យតាចាស់នោះកាន់ឈើជន់របស់គាត់អញ្ចឹងទុកសម្រាប់ការពារឆ្កែដោយតាចាស់គាត់ត្រូវកូនបណ្ដេញចេញពីផ្ទះរៀងខ្លួនរហូតទៅដើរទៅដល់វត្តជួបព្រះទៅព្រះឲ្យរបងដើម្បីការពារឆ្កែហើយព្រះអង្គទ្រង់សម្ដែងទៅនឹងតាចាស់ថាបើនៅទីប្រជុំជនអ្នកចូលយកដំបងនេះឡើងទៅនិយាយសុំគេនិយាយថាកូនរបស់គាត់បានដេញគាត់ចេញកូនរបស់គាត់មិនស្មើទៅនឹងឈើច្រត់ដែលគាត់កាន់កូនរបស់គាត់មិនមើលថែមិនខ្វល់ខ្វាយអំពីគាត់ចំណែកឈើច្រត់នេះគឺមានសារៈសំខាន់គឺចេះមើលថែគាត់ចេះការពារគាត់នៅពេលយប់ប្រលប់នៅពេលសត្វកាយសាហាវមិនថាឆ្កែមិនថាគោបោលមកជុលគាត់មានដបងទុកសម្រាប់ការពារខ្លួនគាត់មានដបងសម្រាប់វាយពពួកសត្វតិរិឆានរឿងនេះគឺជាការអប់រំដល់កូនចៅចំនួនក្រោយដល់អ្នកដែលស្ដាប់ដើម្បីយកទៅដាស់នៅសតិអារម្មណ៍ប៉ុន្តែបើកូនចៅបានប្រព្រឹត្តនៅកន្លងធម៌ហើយមើលថែឪពុកម្ដាយហើយនោះជាការប្រប្រៃខ្លាំងណាស់ពីព្រោះមនុស្សម្នាក់គឺមិនអាចនៅក្មេងជារៀងរហូតទេតែងតែក្មេងកើតមកក៏ក្មេងហើយក៏ធំហើយក៏ចាស់ហើយក៏ស្លាប់អញ្ចឹងហើយកូនប្រុសស្រីទាំងឡាយឬអ្នកដែលស្ដាប់ទាំងឡាយអើយគួរធ្វើសេចក្តីល្អបម្រើឪពុកម្ដាយរបស់យើងហើយកូនចៅរបស់យើងឃើញយើងថាឪពុកអញម្ដាយអញគាត់បម្រើជាតានៅពេលដែលគាត់ចាស់ជរាអញ្ចឹងហើយនៅពេលដែលឪពុកម្ដាយរបស់អញចាស់ជរាអញនឹងបម្រើគាត់មើលថែគាត់ឲ្យបានដិតដល់ដូចជាឪពុកអញមើលថែជាតាអញដូច្នេះប៉ុន្តែបើយើងមិនបានមើលថែនោះកូនប្រុសស្រីរបស់យើងចំនួនក្រោយទៀតគឺមិនខ្វល់ខ្វាយអំពីយើងគឺមិនប្រឹងថែរក្សាយើងនៅពេលដែលយើងចាស់ជរានៅពេលនោះហើយទើបយើងដឹងថាអនិច្ចារូបខ្ញុំអើយខ្ញុំបានធ្វើខុសហើយការឪពុករបស់អញនៅរស់មិនបានមើលថែដល់ពេលដែលអញចាស់ជរាចេះកូនមិនម៉ែថែទើបយល់អារម្មណ៍មួយនេះរឿងលោកតាកំសត់ក៏សន្មត់បញ្ចប់តែប៉ុណ្ណេះហើយរឿងនេះគឺជារឿងពិតជាក់ស្ដែងប្រវត្តិរបស់លោកតាកំសត់